ក្រុងសិរីសុខវណ្ណជាក្រុងមួយស្ថិតនៅចំកណ្ដាលនៃខេត្តបន្ទាយមានជ័យនិងជាក្រុងដែលជាបេះដូងនៃខេត្តដែលមានសង្កាត់ចំនួន7ភូមិចំនួន46ភូមិមានផ្ទៃដីសរុបចំនួន 24,590.10 ហិកតាក្នុងនោះផ្ទៃដីបង្កបង្កើតផលមាន 17,872.26 ហិកតាផ្ទៃដីភ្នំស្ទឹងបឹងបួអូប្រឡាយ 1,224.96 ហិកតាផ្ទៃដីលំនៅឋាន 5,492.88 ហិកតានិងមានព្រំប្រទល់ខាងជើងជាប់ស្រុកស្វាយជែកខាងត្បូងជាប់ស្រុកមង្គលបុរីខាងកើតជាប់ស្រុកព្រះនេត្រព្រះខាងលិចជាប់ស្រុកគូជ្រៅក្រុងសិរីសុខវណ្ណមានសក្តានុពលផ្នែកកសិកម្មនិងទេសចរណ៍ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងនោះដែរផលិតកម្មស្រូវត្រូវបានប៉ាន់ប្រមាណផលិតបានយ៉ាងតិច2ដងក្នុងមួយឆ្នាំដែលប្រើប្រាស់ប្រភពទឹកស្រោចស្រពពីស្ទឹងសិរីសុខវណ្ណនិងអាវកាក្រុងសិរីភ័ណ្ឌគឺជាក្រុងមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដែលបានប្រកាសទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជាឆ្នាំ2008កន្លងទៅក្នុងនោះដែរមានប្រជាពលរដ្ឋសរុបចំនួន 93,887 នាក់ដែលមានគ្រួសារសរុបចំនួន 24,874 គ្រួសារដែលរស់នៅក្នុងក្រុងសិរីភ័ណ្ឌហើយក៏មានបែងចែកជា7សង្កាត់ដែលមានសង្កាត់ខាងក្នុងនេះដែលទីនេះគឺសង្កាត់ព្រះពលាសង្កាត់ខាងក្នុងទីរួមក្រុងមាន4សង្កាត់ហើយសង្កាត់ខាងក្រៅមាន3សង្កាត់ក្នុងនោះមានភូមិសរុបចំនួន46ភូមិហើយសក្តានុពលភូមិសាស្ត្រនៅក្នុងក្រុងសិរីភ័ណ្ឌរុំព័ទ្ធទៅដោយភ្នំដែលមានភ្នំជាច្រើននៅក្នុងក្រុងហើយមានបឹងបួអូបឡាយស្ទឹងដែលនៅមាត់ស្ទឹងទីនេះជាដើមឃើញថាមានសក្តានុពលដែលអំណោយផលទៅដល់ពុកម៉ែបងប្អូនផ្នែកសេដ្ឋកិច្ចនិងកសិកម្មផងដែរនៅក្នុងក្រុងសិរីភ័ណ្ឌដែលមានផ្លូវជាតិឆ្លងកាត់ប្រមាណ5គីឡូម៉ែត្រហើយក្នុងនោះមានផ្លូវនៅក្នុងខេត្តនៅក្នុងក្រុងដែលឆ្លងកាត់សង្កាត់ទាំង4នោះចន្លោះ4គីឡូម៉ែត្រក្នុងនោះផ្លូវសរុបរួមនៅក្នុងសង្កាត់ទាំងអស់មាន624ផ្លូវដែលមានផ្លូវសរុបជារួម41គីឡូម៉ែត្រនៅក្នុងក្រុងវិស័យទេសចរគឺជាសេដ្ឋកិច្ចបៃតងដែលក្រុងសិរីសុខវណ្ណទទួលបានពីគ្រប់មជ្ឈដ្ឋាននិងបានរៀបចំទីកន្លែងនិងរមណីយដ្ឋាននានាដែលបម្រើដល់ការកម្សាន្តសប្បាយរីករាយនិងសុវត្ថិភាពគ្រប់ទីកន្លែងបន្ថែមលើពីនេះផ្នែកសេវាកម្មម្ហូបអាហារនិងផ្ទះសំណាក់សន្តាគាររីសតត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែលមានតម្លៃសមរម្យនិងមានផាសុកភាពក្នុងនោះដែររមណីយដ្ឋានធម្មជាតិដែលជាកន្លែងមួយដែលមានសត្វស្លាបរស់នៅច្រើននិងជាកន្លែងអភិរក្សសត្វស្លាបដ៏សំខាន់មួយនៃខេត្តបន្ទាយមានជ័យក៏ជាមុំ3ប្រសពគ្នារវាងស្រុកក្រុងទាំង3ផងដែរ1ក្រុងសិរីសុខវណ្ណ2ស្រុកមង្គលបុរី3ស្រុកព្រះនេត្រព្រះក្នុងនោះមានសក្តានុពលសំខាន់ដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍក្រោមឆ័ត្រនៃសន្តិភាពក្រុងសិរីភ័ណ្ឌមានសក្តានុពលផ្នែកទេសចរដែលមានផ្នែកធម្មជាតិនិងការកែច្នៃផងដែរក្នុងនោះយើងមានផ្នែកធម្មជាតិនៅភ្នំកងវ៉ាដែលមានប្រាសាទបុរាណមានគូទឹកបុរាណនិងមានរូងភ្នំផងដែរហើយនឹងភ្នំជញ្ជាំងដែលជាភ្នំខ្ពស់ជាងគេប្រៀបដូចជាអញ្ចឹងអញ្ចឹងហើយមានរូងភ្នំនិងភ្នំបាក់ដែលមានរូងភ្នំផងដែរក្រុងសិរីសុខវណ្ណមានប្រភពដ៏ធំគឺទឹកស្ទឹងសិរីសុខវណ្ណសម្រាប់ប្រើប្រាស់ស្រោចស្រពផងនិងប្រើប្រាស់ជាទឹកស្អាតសម្រាប់បរិភោគផងថ្ងៃនេះក្នុងនាមរដ្ឋបាលក្រុងខ្ញុំចូលរួមផ្សព្វផ្សាយផងទៅប្រហែលជាពុំទាន់បានដឹងទេទូទាំងប្រទេសកម្ពុជា
ថានៅក្នុងក្រុងសេរីភ័ណ្ឌក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កែកំយ៉ានរួមជាមួយនឹងឯកឧត្តមដិតទីណាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានជំរុញនៅផ្នែកកងវ៉ាដែលជំរុញហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធទឹកបានព្យាយាមជីកស្រះជីកអណ្ដូងជូនបងប្អូនជាពលរដ្ឋដើម្បីប្រកបការផលហើយទីនោះមានបន្លែរួមផ្សំជាច្រើនមានបន្លែដែលយើងទទួលទានរាល់ថ្ងៃរួមជាមួយនឹងដំណាំហូបផ្លែផ្សេងៗដែលមានទាំងលម៉ើមានទាំងដំណាំផ្សេងៗនោះគឺជាបន្លែអอร์ហ្គានិកដំណាំអอร์ហ្គានិកទាំងអស់នោះគឺត្រូវបាននាំចេញទៅលក់នៅតាមម៉ាតធំពិសេសនៅសៀមរាបនិងនៅរាជធានីភ្នំពេញនិងប៉ោយប៉ែតដែលផ្គត់ផ្គង់ឲ្យកាស៊ីណូផងដែរនេះគឺជាស្រាលគោលដំណាំផ្នែកយើងនៅផ្នែកកំពង់ស្វាយហើយនៅផ្នែកព្រះពលានមកប៉ែកបងប្អូនដែលនៅជាប់ដងស្ទឹងនេះរួមជាមួយសង្កាត់ភ្នៀតសង្កាត់កោះបានធ្វើដំណាំដាំដុះដំណាំដែលជាសក្តានុពលបម្រើឲ្យផលប្រយោជន៍នៅក្នុងក្រុងនិងនៅក្នុងខេត្តទាំងមូលជាពិសេសមានការនាំចេញទៅក្រៅខេត្តផងដែរបន្ទាប់ពីរៀបរាប់ពីសក្តានុពលសាស្ត្រនិងសក្តានុពលក្រុងសេរីសុភ័ណ្ឌទទួលបានសមិទ្ធផលជាច្រើនទៀតស្ទើរគ្រប់វិស័យដែលផ្ដល់ដល់រដ្ឋាភិបាលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងឃុំព្រមទាំងសប្បុរសជននិងការបច្ចេកវិទ្យាអគារសាស្ត្រជនមណ្ឌលសុខភាពព្រះវិហារសាលាធម្មសភាអគារសិក្សាគ្រប់កម្រិតគ្រប់ឃុំប្រព័ន្ធធារាសាស្ត្របាក់ខ្វែងបំពាក់ភ្លើងសូឡាបំភ្លឺតាមដងផ្លូវនិងភ្លើងគមនាគមន៍ជាច្រើនខ្សែផងដែរ